ជាបឋមនៃខ្ញុំនៅក្រុមគ្រួសារក៏សូមថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមហាកិត្តិយសនិងផ្ដល់ពរជ័យសិរីមង្គលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់នាងខ្ញុំនៅក្រុមគ្រួសារក៏សូមថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងឡាយណាដែលមិនបានចូលរួមផ្ទាល់ហើយក៏បានផ្ញើពរជ័យនិងសេចក្តីស្រឡាញ់ពីចម្ងាយនេះខ្ញុំសូមគោរពជូនពរដល់ភ្ញៀវកិត្តិយសទាំងអស់សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសុខភាពល្អនិងសម្រេចជោគជ័យគ្រប់កិច្ចការទាំងអស់ជាចុងក្រោយនេះខ្ញុំនៅក្រុមគ្រួសារក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងទាំងឡាយណាដែលបានកើតឡើងចំពោះភ្ញៀវកិត្តិយសនិងរាល់ចំនួនខ្វះខាតដែលបានកើតឡើងដោយអចេតនាតែនៅក្នុងឱកាសពិសេសនេះដែរនាងខ្ញុំក៏មានបទចម្រៀងមួយបទសូមផ្ញើជូនដល់ភ្ញៀវកិត្តិយសទាំងអស់ស្ដាប់ជាការកម្សាន្តហើយជាពិសេសគឺផ្ញើជូនដល់មនុស្សម្នាក់ដែលសំខាន់បំផុតនៅក្នុងជីវិតខ្ញុំចា៎មកសារឹងមកនឹងនំគ្រួសារតែកូនបងស្រីក្លងហើយនៃស្នេហារួមសាររែងសាសំកដងរមនីតារាព្រៀងតាyang kedai-kedai